សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីម៉ូតូ Honda Dream Series ឆ្នាំ2026ចង់ដឹងថានៅពេលនេះតើតម្លៃវាធ្លាក់ឬក៏ឡើងធម្មតានៅពេលវាចេញដំបូងគឺវាឡើងរហូតទៅដល់3000ឯណោះបាទសម្រាប់ Series ឆ្នាំ2026 Honda Dream នេះគឺវាដំណើរការដោយប្រព័ន្ធប៊ិចបាទបងប្អូនដឹងហើយសម្រាប់ប្រព័ន្ធប៊ិចគឺវាជួយសន្សំសំចៃសាំងហើយនៅពេលបច្ចុប្បន្ននេះគឺសាំងកំពុងតែឡើងថ្លៃទៀតគឺវាអាចកាត់បន្ថយថ្លៃចំណាយទៅលើសាំងបានច្រើនដែរសម្រាប់តែមវាមើលទៅគឺស្អាតមែនទែនគឺវារចនាមកគឺលេចផុសឡើងតែម្ដងបើសម្រាប់អារម្មណ៍ខ្ញុំវិញគឺពេលខ្ញុំឃើញតែមវាគឺខ្ញុំមានការស្រឡាញ់ហើយនឹងចូលចិត្តតែមវាមែនទែនបើសម្រាប់ម៉ាស៊ីនវាវិញគឺការរចនាមកគឺវាអត់សូវស្អាតដូចស៊េរីមុនទេគឺស៊េរីមុនគឺរចនាចេញមកគឺស្អាតជាងហើយមានកន្លែងរៀនសម្រាប់ខាំងម៉ាស៊ីនកុំឲ្យយើងដាក់ជើងទៅប៉ះទៅលើទូម៉ាស៊ីនអីចឹងទៅតែស៊េរីក្រោយនេះគឺវាអត់មានទេសម្រាប់តម្លៃនៅពេលបច្ចុប្បន្ននេះគឺបើតាមខ្ញុំដឹងមកគឺមានការធ្លាក់ចុះដែរហើយគឺលក្ខណៈថា26ស្ដើងអីហ្នឹងទៅតាមហាងឆេងហាងនីមួយគេលក់វាតែងតែមានការខុសគ្នាបន្តិចបន្តួចទៅតាមកន្លែងនីមួយតែបើប្រៀបនឹងពីមុនគឺឃើញថាឥឡូវវាចុះច្រើនបើពីមុនគឺ3000ជាងឯណោះតែឥឡូវគឺវាចុះច្រើនមែនទែនសម្រាប់បងប្អូនដែលកំពុងត្រូវការម៉ូតូជិះនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះអាចសេរីមើលបានសម្រាប់ Honda Dream 2026នេះសម្រាប់វីដេអូដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្្នឹងទេអរគុណនិងសូមជម្រាបលាកុំភ្លេចជួយចុច Like និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់យើងខ្ញុំជាបន្តទៀតនៅពេលដែលខ្ញុំបង្ហោះនៅពេលក្រោយទៀតអរគុណ